បាទ Alpha Service Center ឬក៏ ASC សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីរាប់អានបាទតែនេះគឺជាសុខាភិបាលប្រចាំថ្ងៃហើយក៏ដូចជាសេវាកម្មរបស់ ASC យើងខ្ញុំមានគ្រប់ប្រភេទសម្រាប់ Alpha មានទទួលកម្លាំងបាទទាំងរថយន្តទាំងគ្រឿងបន្លាស់ពីជប៉ុនក្តីពីអារ៉ាប់ក្តីសម្រាប់រថយន្តផុស ASC ឬ Alpha Service Center យើងធ្វើការនាំចូលរថយន្តណាដែលមានគុណភាពខ្ពស់បាទមានសុពលភាពក្នុងការប្រើប្រាស់ក្នុងប្រទេសជប៉ុនហើយតម្លៃគឺខុសគ្នាឆ្ងាយពុកម៉ែបងប្អូនសម្រាប់ការទិញរថយន្តទាំងនោះដើម្បីយកមកធ្វើការលក់និងតម្លៃជូនពុកម៉ែបងប្អូនហើយរថយន្តដែលនៅលើទីផ្សារគេអត់ហ៊ានទិញរថយន្តល្អយកមកលក់ទេហើយធ្វើម៉េចកុំឲ្យតែបុករថយន្តខ្លះក៏បុកឲ្យគេធ្វើឲ្យយកមកលក់ទៅតម្លៃ20ជាងហើយពាក់ព័ន្ធនឹងការកាយចកោតយកមកកាយឆ្នៃដំយកដូចពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូដែលខ្ញុំបានតែងតែបង្ហាញសួរថារថយន្តនោះ20ជាងថោកទេសម្រាប់បងប្អូនចំពោះបងប្អូនអត់យល់ហើយក៏អត់ដឹងអំពីពាក់ព័ន្ធនឹងរថយន្តទាំងនោះពុកម៉ែបងប្អូនគិតថាថោកហើយបើប្រៀបធៀបជាមួយនឹងរថយន្តនៅ ASC ពុកម៉ែបងប្អូនចំពុកម៉ែបងប្អូនឆ្ងល់តាមដានទស្សនាហើយមានអ្វីដែលជាចម្ងល់ពុកម៉ែបងប្អូនអាចសួរព័ត៌មានតាមរយៈ ASC រាល់ម៉ោងព្រឹកការចំពោះព្រោងជាងមួយចំនួនទៀតនៅក្នុងស្រុកគេយកមកឲ្យឃើញថតវីដេអូដែលរៀបចំភ្លើងឡើងវិញរុះតែស្គុតចេញផ្សារសណរុំវិញតណាចង់បាត់បោះមុខងារប្រើប្រាស់ប្រព័ន្ធភ្លើងអីណានៃប្លុកកុំឲ្យឃើញលូតសញ្ញាអីទៀតនៅដដែលទាំងអស់អ្វីដែលមើលឃើញនៅផ្នែកបានពុកម៉ែមើលឃើញក្នុងផ្នែកព្យាយាមប្រត់ព្រៀងអ្វីដែលមើលមិនឃើញនឹងផ្នែកគឺពុកម៉ែបងប្អូន scan ជាមួយនឹង computer ពុកម៉ែបងប្អូននឹងដឹងថារថយន្តនោះបាត់មុខងារប្រើប្រាស់អីខ្លះរថយន្តនោះគឺយ៉ាងម៉េចពាក់ព័ន្ធនឹងប្រព័ន្ធភ្លើងម៉ាស៊ីនត្រជាក់អីផ្សេងសម្រាប់ Alpha Service Center យើងខ្ញុំបាទគឺអត់មានលាក់លៀមតណាធ្វើការបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់ហើយធ្វើការរៀបចំឡើងវិញទាំងអស់ពុកម៉ែបងប្អូនរថយន្តដែលពុកម៉ែបងប្អូនទិញមកនៅលើទីផ្សារតម្លៃ20ជាងដែលគេឃោសនាថាស្អាតពុកម៉ែបងប្អូនយកទៅ scan យកទៅឆែកមើលពុកម៉ែបងប្អូនឬពុកម៉ែបងប្អូនអាចយកមកឆែកនឹង ASC Alpha Service Center យើងខ្ញុំបានហើយរថយន្តមួយគ្រឿងនេះពុកម៉ែបងប្អូនតាមដានមើលឆ្នាំ2019ហើយយើងទាំងហៅស្តង់ដារទាំងអស់មានគ្រប់មុខងារទាំងអស់គឺយើងធ្វើការបដូរគ្រឿងស្ដាំចេញពំពាក់ចូលជាមួយនឹងគ្រឿងឆ្វេងហើយយើងមានគ្រប់សេវាកម្មទាំងអស់ពុកម៉ែបងប្អូនបាទមានបដូរប្រេងម៉ាស៊ីនតោនបាញ់ថ្នាំគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រអប់ផ្លេតប្រព័ន្ធភ្លើងគឺមានគ្រប់ទាំងអស់បាទហើយខ្ញុំបាទក៏សូមអរគុណហើយសូមជម្រាបលាពុកម៉ែបងប្អូនសូមអរគុណ